សួស្តីថ្ងៃនេះយើងជួបគ្នានៅវីដេអូថ្មីមេរៀនថ្មីហើយយើងសូមចាប់ផ្ដើមមេរៀនតែម្ដងមេរៀនទី46ខប្រកបនឹងចបន្តក់ហើយសម្រាប់ចបន្តក់នៅក្នុងមេរៀននេះគឺយើងប្រើជាមួយនឹងព្យញ្ជនៈពួកអដដែលមិនមានការបដូរសូរស្រៈនិស្ស័យទេការអានព្យាង្គកនិងចកចបន្តក់មួយកចសនិងចសចបន្តក់មួយសាច់អនិងចអចបន្តក់មួយអត់បនិងចបចបន្តក់មួយបត់ចនិងចចចបន្តក់មួយចុចឡនិងចឡចបន្តក់មួយឡច់តនិងចតចបន្តក់មួយតចដនិងចដចបន្តក់មួយដុចបាទសម្រាប់តារាងទី2កអាកានិងចកាចបន្តក់មួយកាច់សអាសានិងចសាចបន្តក់មួយសាច់ណអាណានិងចណាចបន្តក់មួយណាច់ចអាចានិងចចាចបន្តក់មួយចាច់ឡអាឡានិងចឡាចបន្តក់មួយឡាច់បអាបានិងចបាចបន្តក់មួយបាច់ដអាដានិងចដាចបន្តក់មួយដាច់ពអាប៉ានិងចប៉ាចបន្តក់មួយបាច់ទីងសូចុងតែម្ដងពីលើចុះមកក្រោមកាច់សាច់ណាច់ចាច់ឡាច់បាច់ដាច់បាច់បាទចូលទៅដល់ការអានពាក្យការអានពាក្យចាំបាច់ដាច់ខែបូបាច់កំណាច់ដំណាច់សាច់ដុំដាច់ដោយ3បាច់ពបាច់សាច់ជូរការអានអត្ថបទខ្លីសាច់គោឆាដាច់ខែម៉ែនិងមីងថាច់បាទសុំទោសសុំម្ដងទៀតដាច់ខែម៉ែនិងមីងថាច់ឆាសាច់គោម៉ែហុចឆាសាច់គោទៅបងណាច់មីងថាច់បូបាច់ពបាច់ពប៉ោចសុំអានល្បះទី3នេះម្ដងទៀតមីងថាច់បូបាច់ពបាច់ពប៉ោចម៉ែថាការចែករំលែកជាការចាំបាច់បងណាច់សរសើរឆាសាច់គោម៉ែនិងមីងថាច់មីងថាច់អសើចកាច់កអរគុណសម្រាប់ការតាមដានទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយ